ឥឡូវយើងងាកមកនិយាយអំពីករណីដីបិទជិតអត់មានច្រកចេញចូលទៅផ្លូវសាធារណៈតើម្ចាស់ដីបិទជិតមានសិទ្ធិទាមទារឲ្យម្ចាស់ដីដែលនៅជុំវិញបើកច្រកចេញចូលទៅផ្លូវសាធារណៈដែរឬទេអាសឹងមិញដីបិទជិតបើទោះបីជាថាដីនោះជាដីភូមិសម្រាប់រស់នៅក៏ដោយជាដីសម្រាប់ប្រកបរបរកសិកម្មឬក៏ឧស្សាហកម្មក៏ដោយបើសិនជាមិនមានច្រកចេញចូលទៅផ្លូវសាធារណៈទេឬក៏មានដែរក៏ប៉ុន្តែច្រកចេញចូលនៅវាទូចង្អៀតពេកឬក៏វាមានឧបសគ្គដែលមិនអាចចេញចូលដើម្បីប្រើប្រាស់ដីនោះសម្រាប់រស់នៅឬក៏សម្រាប់ប្រកបរបរកសិកម្មឧស្សាហកម្មបានទេម្ចាស់ដីដែលបិទជិតនោះគាត់មានសិទ្ធិទាមទារឲ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងនឹងបានក៏ប៉ុន្តែគាត់ត្រូវបង់ប្រាក់សំណងទៅតាមការខូចខាតដោយសារការឆ្លងកាត់នឹងត្រង់កន្លែងនេះគឺមានចែងនៅក្នុងមាត្រា144នៃក្រមរដ្ឋប្រវេណីហើយការបើកច្រកចេញចូលនោះគឺត្រូវគោរពតាមគោលការណ៍2ទី1គឺថាត្រូវបើកទៅតាមទិសណាដែលមានចម្ងាយជិតបំផុតពីដីបិទជិតទៅផ្លូវសាធារណៈមិនមែនចិត្តតែថាចង់ទៅតាមផ្លូវណាក៏បានទេហើយគោលការណ៍ទី2គឺច្រកចេញចូលហ្នឹងត្រូវធ្វើនៅកន្លែងណាដែលបង្កការខូចខាតតិចបំផុតដល់ម្ចាស់ដីជិតខាងដែលត្រូវឆ្លងកាត់មានន័យថានៅពេលដែលរៀបចំបើកច្រកផ្លូវចេញចូលគេត្រូវមើលទី1ថាតើបើកទៅទិសខាងណាដែលមើលទៅវាមានចម្ងាយជិតជាងគេពីផ្លូវសាធារណៈក៏ប៉ុន្តែបើសិនជាមើលទៅតាមផ្លូវដែលជិតហ្នឹងវាមានបង្កឲ្យមានការខូចខាតច្រើនដល់ម្ចាស់ដីដែលត្រូវឆ្លងកាត់អញ្ចឹងគេត្រូវរកច្រកណាមួយផ្សេងទៀតដែលអាចមានចម្ងាយឆ្ងាយជាងមិនក៏ប៉ុន្តែវាបង្កការខូចខាតតិចតួចទៅដល់ម្ចាស់ដីដែលត្រូវឆ្លងកាត់